សម្ដេចព្រះមហាសង្ឃរាជបួរគ្រីយាងសួរសុខទុក្ខវីរៈកងទ័ពរងរបួសសម្រាប់ព្យាបាលនៅមន្ទីរពេទ្យយោធាភូមិភាគទី4ខេត្តសៀមរាបនាថ្ងៃអាទិត្យទី11ខែមករាឆ្នាំ2026ព្រះមហាសង្ឃរាជបួរគ្រីព្រះសកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូបួរគ្រីព្រះករុណាព្រះមហាក្សត្រសីហមុនីអមព្រះរាជដំណើរដោយព្រះគុណខេត្តព្រះមន្ត្រីសង្ឃព្រះភិក្ខុនីសិស្សគុណនិងអាយដាមងួនស្ដេចភក្តីទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាអាយដាមលោកជំទាវអុកញ៉ាអនុប្រធានប៉ុស្តិ៍សុខភាពលោកវិជ្ជបណ្ឌិតក្រុមគ្រូពេទ្យព្រមទាំងលោកស្រីសាកលវិទ្យាធិការរងបានយាងនឹងអញ្ជើញសួរសុខទុក្ខវីរៈកងទ័ពរងរបួសសម្រាប់ព្យាបាលនៅមន្ទីរពេទ្យយោធាភូមិភាគទី4នៃខេត្តសៀមរាបសម្ដេចព្រះមហាសង្ឃរាជស្ដេចយាងប្រោះប្រទានព្រះរាជអំណោយនិងចម្រើនព្រះពុទ្ធមន្តសង្ខេបជូនពរជ័យដល់វីរៈកងទ័ពកំពុងសម្រាប់ព្យាបាលរបួសចំនួន140រូបដោយព្រះរាជអំណោយទាំងនោះរួមមានអង្ករ20គីឡូក្រាមមី1កេសក្រមា1កន្ទេល1មុង1ភួយ1ទឹកបរិសុទ្ធសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួននិងថវិកាម្នាក់ទទួលបាន 20,000 រៀលដែលសរុបជាថវិកាប្រមាណ77លានរៀល